តាពីខ្ជិលដល់នេះគឺជាហាពេលព្រឹករបស់យើងណា It looks so beautiful គេដូចជាមាន muffin ហ្នឹងសួស្តីអ្នកទាំងគ្នាស្វាគមន៍មកកាន់ YouTube Channel របស់ខ្ញុំដោយសារតែនៅខ្មែរខ្ញុំកម្រឃើញអ្នកដែលធ្វើ vlog តាក់ទងនឹងការមករដូវការថែទាំខ្លួនអ្វីដែលយើងធ្វើក្នុងថ្ងៃដែលយើងមករដូវហ្នឹងណាអញ្ចឹងថ្ងៃហ្នឹងយើងនឹងមកចំណាយពេលមួយថ្ងៃរបស់យើងមើលថែខ្លួនប្រាណរបស់យើងនៅពេលដែលយើងមករដូវខ្ញុំដឹងថាការមករដូវពិតជារំបាកខ្លាំងមែនទែនសម្រាប់ស្រីៗគ្នាយើងណាពេលខ្លះធ្វើឲ្យយើងចុកពោះធ្វើឲ្យអារម្មណ៍យើងចុះឡើងធ្វើអីអត់ត្រូវខឹងមួម៉ៅពិបាកចិត្តសប្បាយចិត្តនិយាយទៅ100អារម្មណ៍ចូលតែមួយក្នុងមួយថ្ងៃហ្នឹងណាអញ្ចឹងខ្ញុំចង់ធ្វើវីដេអូនេះឡើងដើម្បីឲ្យអ្នកទាំងអស់គ្នារំសាយអារម្មណ៍របស់អ្នកទាំងអស់គ្នាមានអារម្មណ៍ថាអត់ឯកាមានអ្នកនិយាយជាមួយអ្នកទាំងអស់គ្នាអញ្ចឹងណាហើយយើងចូលទៅកាន់វីដេអូយើងទាំងអស់គ្នា Good morning young boy It's 11:20. I get up from bed late this morning because I feel a bit like tired and also I have some video to finish. So I just finished editing my video and then post it. That's make me get up late from bed.ឥឡូវខ្ញុំសុំលាប skin care ផាត់មុខតិចតួចសិនអ្នកនរគ្នាដើម្បីកុំឲ្យមុខយើងស្ទើរពេកណាមុខខ្ញុំឲ្យទៅពេលមករដូវដឹងតឡើងមុនឡើងអត់ត្រឹសហ្មងជាពិសេសអាមុនតូចអីហ្នឹងណាអូយឡើងសាហាវមុនកប់មុនអីមកទាំងដុលហ្មង foundationជាទូទៅអ្នកជំនាញបើគេលាប foundation ណាអ្នកនរគ្នាគេចាក់ដាក់ដៃសិនហើយមិនគេញីដើម្បីឲ្យវាចូលសីតុណ្ហភាពរបស់រាងកាយរបស់យើងរបស់ខ្លួនយើងហើយចាំយើងយកទៅមកដាក់លើមុខតាមក្រោយហើយយើងដាក់ blushសុំដោជក់សិនហើយប្រើជក់នេះម្ដងខ្ញុំទម្លាប់របស់ខ្ញុំឲ្យតែខ្ញុំលាប blush ខ្ញុំដាក់តតែណានៃហ្មងអ្នកទាំងគ្នាដាក់ឡើងដូច clown ហ្មងសង្ស័យខ្ញុំចំណាំថាខ្ញុំរហូតថាខ្ញុំនឹងខ្វាក់ blush ធ្វើមិនបើមនុស្សចូលចិត្ត blush បានដាក់ឲ្យយើងដាក់កុំសន្សំចង្ចៃកុំសន្សំដៃអីសោះថ្ងៃនេះខ្ញុំដាក់ល្មមទេអ្នកនរគ្នាដោយសារតែកំពុងមករដូវចឹងទៅយើងអត់មានអារម្មណ៍ផាត់មុខអីក្រាស់អញ្ចឹងណាOkay, we're done. Nhưng mà trong sọ hay nhung cọ trong buông sọ hay nhung cọ trong kịp lơ đài trắng nhung trong sọ nhung bàn này. ខែអ្នកនរគ្នាគឺគេពិសាស្អាតអត់ឥឡូវយើងរៀបចំខ្លួនរួចរាល់ហើយយើងទៅរកអាហារពេលព្រឹកនិងអាហារពេលថ្ងៃញ៉ាំទាំងអស់គ្នាព្រោះម៉ោង12ហើយអ្នកនរគ្នាតាមពិតទៅខ្ញុំញ៉ាំអញ្ចឹងអត់ឈឺកាពះទេដោយសារតែរាងកាយខ្ញុំទលាប់ណាខ្ញុំពេលច្រើនខ្ញុំញ៉ាំអាហារពេលព្រឹកនិងអាហារពេលថ្ងៃចូលគ្នាខ្ញុំញ៉ាំផែលចន្លោះម៉ោង11 12 1អីហ្នឹងអញ្ចឹងកាពះខ្ញុំវាអត់រើឡើងឬក៏វាពិបាកអីវាអត់ទេវាធម្មតានិយាយទៅថ្ងៃនេះមិនមែនជាថ្ងៃទី1ដែលខ្ញុំមករដូវទេគឺជាថ្ងៃទី4ហើយដោយសារតែខែហ្នឹងវាចម្លែកខ្លាំងមែនតើអ្នកនរគ្នារដូវខ្ញុំមកច្រើនហ្មងណា
អញ្ចឹងខ្ញុំមានអារម្មណ៍ពិបាកក្នុងខ្លួនខ្លាំងមែនតើខ្ញុំធ្វើអត់ត្រូវអារម្មណ៍ខ្ញុំអាសប្បុអាសល់ហើយមានអារម្មណ៍ដូចប្លែកៗព្រោះរាល់ខែខ្ញុំអត់ដែលមកច្រើនប្រហែលទេតែខែនេះថ្ងៃទី1មកបន្តិចបន្ទាប់មកចាប់ពីថ្ងៃទី2រហូតដល់ថ្ងៃទី4នេះគឺដូចចាក់ទឹកយកហ្មងអញ្ចឹងខ្ញុំរៀងពិបាកក្នុងខ្លួនដែរក៏ប៉ុន្តែអីយើងធ្វើអីសប្បាយយើងព្យាយាមធ្វើឲ្យខ្លួនឯងមានសកម្មភាពឲ្យបានច្រើនហើយញ៉ាំអីល្អដល់សុខភាពរបស់យើងដើម្បីឲ្យអារម្មណ៍យើងស្រស់ថ្លាតាមនឹងដែរអញ្ចឹងណាហើយខ្ញុំពាក់កៅអៅលលងខោលលងដើម្បីឲ្យខ្ញុំស្រួលធ្វើចលនាព្រោះពេលមករដូវអ្នកនរគ្នាត្រូវជៀសវាងពាក់អីដែលរឹបវាធ្វើឲ្យយើងមានអារម្មណ៍ថាអត់មានផាសុខភាពខ្លាំងមែនទែនខ្ញុំសង្ឃឹមថាអ្នកនរគ្នាមើលវីដេអូនេះហើយអត់មានអារម្មណ៍ថាខ្មាស់អៀនឬក៏មានអារម្មណ៍ថាខ្ញុំនិយាយអីអស្ចារ្យព្រោះការមករដូវគឺជារឿងធម្មតាបំផុតរបស់មនុស្សស្រីណាអ្នកនរគ្នាបើសិនជាយើងនិយាយវាជាភាសាអង់គ្លេសខ្ញុំគិតថាវាអត់សូវគួរឲ្យខ្មាស់ហើយអស្ចារ្យទេក៏ប៉ុន្តែនៅពេលដែលយើងនិយាយជាភាសាខ្មែរធ្វើ vlog ធ្វើវីដេអូជាភាសាខ្មែរខ្ញុំគិតថាវារៀងមានអារម្មណ៍ថាអាម៉ាស់តិចតួចដែរហើយខ្លាចគេនិយាយថាខ្ញុំគឺជាមនុស្សស្រីអញ្ចឹងហើយព្រោះខ្ញុំលើកយកប្រធានបទនឹងមកធ្វើវីដេអូក៏តែខ្ញុំចង់ប្រាប់អ្នកនរគ្នាថាវាជារឿងធម្មតាមែនទែនសម្រាប់មនុស្សស្រីក្នុងការមករដូវហើយសម្រាប់មនុស្សស្រីក្នុងការដឹងថានៅពេលដែលគាត់មករដូវគាត់ត្រូវញ៉ាំអាហារបែបម៉េចគាត់ត្រូវស្លៀកពាក់បែបម៉េចគាត់ត្រូវរស់នៅបែបម៉េចចង់យ៉ាយើងរៀបចំអាហារពេលព្រឹកញ៉ាំតើអ្នកគ្នាចឹងឥឡូវខ្ញុំញ៉ាំផ្លែក្រូចមួយផ្លែជាមួយនឹងផ្លែចេកមួយផ្លែហើយយើងក៏មាន yogurt ដែរអ្នកនរគ្នានេះគឺជាអាហារពេលព្រឹករបស់យើងណាអ្នកនរគ្នាជាទូទៅនៅពេលខ្ញុំញ៉ាំអាហារពេលព្រឹកឬក៏អាហារពេលថ្ងៃអញ្ចឹងណាខ្ញុំតែងតែមើលតុក្កតាឬក៏សម្រាយរឿងបើមិនអញ្ចឹងទេខ្ញុំមើល TikTok ភាគច្រើនខ្ញុំមើល TikTok នៅពេលដែលខ្ញុំផុសវីដេអូព្រោះខ្ញុំចំណាំផុសវីដេអូកំឡុងម៉ោង11 12 1ហ្នឹងឯងទៅហើយទៅពេលផុសវីដេអូក្នុង TikTok អីហើយអញ្ចឹងយើងនៅជក់ភ្នែកជក់មាត់ជក់ដៃអូស TikTok អញ្ចឹងណាអ្នកនរគ្នាយ៉ាបើខ្ញុំមើលតុក្កតាដែលខ្ញុំចំណាំមើលហ្នឹងគឺ Totally Spy បើមិន Totally Spy ទេ Wings Club ហើយ Wings Club ខ្ញុំមើលដល់ season 2ឯអ្នកនរគ្នាចិត្តពាក់កណ្ដាល season 2ណាហើយរាល់ដង make បើកថ្ងៃទៅតែម្សិលមិញឯង make អត់បើកថ្ងៃ make ស្ទុំនិយាយទៅប្រទេសអង់គ្លេសគឺអាស្រ័យទៅលើអាកាសធាតុហ្មងបើសិនជាអាកាសធាតុក្តៅមានព្រះអាទិត្យភ្លឺចិញ្ចាចទូលងាមិនក៏គេសប្បាយចិត្តដែរខ្ញុំដូចគ្នាខ្ញុំសប្បាយចិត្តដូចគ្នាប៉ុន្តែបើសិន make ស្ទុំទោះអត់មានភ្លៀងក៏ដោយឲ្យតែ make ស្ទុំរៀងងឹតណាគ្រប់គ្នានាំគ្នាសគុតសគុំរៀង sad អញ្ចឹងណាអ្នកនរគ្នាអាកាសធាតុថ្ងៃហ្នឹងឃើញអត់មានព្រះអាទិត្យទេអ្នកនរគ្នា make ឡើងស្ទុំចង់រកភ្លៀងតែវាប្រហែលជាអត់ភ្លៀងទេគ្រាន់តែ make ស្ទុំអញ្ចឹងឯងអត់មានព្រះអាទិត្យទេឡើង sad តែហ្មង A few moments later ខ្ញុំសម្រាប់ចិត្តរួចហើយអាហារថ្ងៃត្រង់របស់យើងហ្នឹងខ្ញុំចង់ញ៉ាំបបរសដោយសារតែបបរសវារៀងក្តៅអន់ចំជាមួយនឹងអាកាសធាតុរបស់យើងរៀងត្រជាក់ហើយអត់មានព្រះអាទិត្យចឹងទៀតហើយណាមួយយើងកំពុងតែមកខែចឹងទៀតខ្ញុំគិតថាបបរសគឺជាអ្វីដែលល្អបំផុតសម្រាប់អាហារថ្ងៃត្រង់របស់យើងហ្នឹងអននិយាយលេងសើចណាស់អ្នកគ្នាឥឡូវខ្ញុំចុកពោះខ្លាំងណាស់ចង់ខ្ញុំត្រូវការញ៉ាំបបរឲ្យលឿនដើម្បីស្អំពោះជាមួយនឹងទឹកក្តៅអ៊ុនចឹងនេះគឺជាអាហារពេលថ្ងៃរបស់យើងណាអូខេឥឡូវនឹងដល់ពេលដែលយើងដាំទឹកក្តៅហើយដើម្បីស្អំពោះរបស់យើងក៏ដូចជាឆុងតែផឹកដែរដើម្បីកាត់បន្ថយភាពឈឺចាប់របស់យើងណាអ្នកគ្នា Comes out so heavy នេះគឺជាតែដែលយើងត្រូវឆុងវាគឺជា is a herbal tea រសជាតិក្រូចហើយនិងខ្ញីយើងយកវាមួយមកដាក់ចូលក្នុងនេះហើយយើងចាំវាតិចទៅដើម្បីឲ្យតែរបស់យើងនឹងរលាយនិងសព្វចូលគ្នាបានល្អជាមួយនឹងទឹក
ក្តៅរបស់យើងតមកទៀតយើងទុកតែរបស់យើងមកកណ្ដុបសិនហើយយើងមកដាក់ទឹកក្តៅសម្រាប់ស្អំពោះយើងម្ដងថាដាអ្នកតាពីខ្ជិលដល់អានេះដបសម្រាប់ស្អំពោះរបស់ខ្ញុំណាដបសម្រាប់ដាក់ទឹកក្តៅស្អំពោះពេលយើងមករដូវ Look at her ខ្ជិលខ្លាំងតែនម៉ាក់បោះសង្សារខ្ញុំក៏ទិញឲ្យខ្ញុំណាអ្នកនរគ្នាកាលថ្ងៃ Christmas ហើយខ្ញុំប្រើដល់លើហ្មងព្រោះវា cute ពេកនៅខាងក្នុងនេះដបវាចាវាស្អាតធំឯងក៏ប៉ុន្តែវាងុំមិនល្អឥឡូវយើងចាក់ទឹកមុនចោលសិនព្រោះខ្ញុំដាក់កាលពីដូចជាយប់ម្សិលមិញអ្នកនរគ្នាខ្ញុំស្អំពោះព្រោះខ្ញុំចុកពោះដែរអញ្ចឹងយើងចាក់ទឹកនឹងចោលទៅហើយយើងដាក់ទឹកថ្មី Oh my gosh yeah ប្រយ័ត្នហងណាអ្នកនរគ្នាមែនអ្នកនរគ្នាប្រយ័ត្នទេខ្ញុំត្រូវប្រយ័ត្នចាខ្ញុំខ្លួនឯងត្រូវតែប្រយ័ត្នយើងមូលក្របវាវិញមកហើយយើងដាក់វាចូលវិញរីរ៉ខ្ជិលដល់អ្នកនរគ្នាមកពីក្រោយគេខំងុំអញ្ចឹងយើងដាក់ក្នុងពោះយើងមកយើងដាក់ចូលពោះយើងចេះមកយ៉ាយើងស្អំពោះយើងអញ្ចឹងមកអូយអ្វីដែលខ្ញុំទន្ទឹងរង់ចាំអូយខំល្អខ្លាំងមែនតើចឹងស្រីគ្នាយើងខ្ញុំ recommend ឲ្យមានអានេះម្នាក់មួយអូអ្នកនរគ្នាផ្លេចដោយសារតែខ្ញុំបាត់បង់ឈាមច្រើនមែនតើចឹងខ្ញុំត្រូវការញ៉ាំអានេះវាផ្ដល់ជាតិដែកឲ្យយើងមកវិញ small little tiny ម៉ាក់សាខ្ញុំគាត់ថាអាហ្នឹងយើងទៅពីក៏បានដែរឬក៏យើងលេបទាំងមូលមកក៏បានដែរក៏ប៉ុន្តែខ្ញុំស្អប់ថ្នាំខ្លាំងមែនតើចឹងខ្ញុំមិនអាចធ្វើចឹងបានទេខ្ញុំត្រូវការផឹកទឹកដើម្បីជាជំនួយចឹងឥឡូវហ្នឹងយើងទៅបន្ទប់របស់យើងក៏មានសភៅសកួរដែរសម្រាប់អានតែបើសិនជាខ្ញុំមានអារម្មណ៍ថាខ្ញុំអត់ចង់អានសភៅទេយើងមាន tablet សម្រាប់មើលរឿង Let's go យេមែនពេលមករដូវអត់មានអ្វីដែលសប្បាយចិត្តជាងយើងបានញ៉ាំអីអូនក្តៅអូនបានផឹកអីក្តៅអូនញ៉ាំរបស់ផ្អែមហើយមានទឹកក្តៅស្អំពោះឯអានឹងគឺជាអារម្មណ៍មួយដែលគ្មានអ្វីព្រៀបបានហ្មងអ្នកនរគ្នាហើយខ្ញុំអត់ដឹងថាអ្នកនរគ្នាដូចខ្ញុំអត់ទេក៏ប៉ុន្តែខ្ញុំនៅពេលដែលខ្ញុំមករដូវអញ្ចឹងខ្ញុំញ៉ាំច្រើនខ្ញុំឃ្លានគុណនឹង2គុណនឹង3ហ្មងហើយខ្ញុំអត់ឈប់ខ្លួនឯងក្នុងការញ៉ាំទេខ្ញុំអត់ខ្លាចថាអូញ៉ាំទៅឡើងគីឡូអីអត់ទេព្រោះអាហ្នឹងគឺជាករណីលើកលែងយើងមករដូវយើងឃ្លានយើង stress ច្រើនអញ្ចឹងខ្ញុំអត់បញ្ឈប់ខ្លួនឯងទេខ្ញុំបដ ாய் ខ្លួនឯងតែអាហ្នឹងក៏ជាការស្រឡាញ់ខ្លួនឯងមួយបែបដែរណាអ្នកនរគ្នា so nice cheese 2 hours later អ្នកនរគ្នាឥឡូវម៉ោង7ហើយព្រះអាទិត្យក៏រះដែរមិនម៉ោង7ព្រឹកទេណាអ្នកនរគ្នាគឺម៉ោង7ល្ងាចយប់តែម្ដងម៉ោង7គឺយប់ទៅត្រូវអត់ហើយនេះព្រះអាទិត្យទៅតែរះហើយមើលអាកាសធាតុពេលព្រះអាទិត្យរះឥឡូវខ្ញុំសូមបើកប្រួយសិនបើកប្រួយឲ្យអ្នកនរគ្នាមើលអូយឃើញអត់ពេលព្រះអាទិត្យរះ Hi Mark Yes I'm filming the views. It looks so beautiful. Yeah. Nice weather. It's too dry for us. Yeah. Look, guys. ស្អាតខ្លាំងមែនតើអញ្ចឹងបានថានៅពេលព្រះអាទិត្យរះនៅប្រទេសអង់គ្លេសនេះឲ្យតែព្រះអាទិត្យរះអ្វីគឺស្រស់ស្អាតមនុស្សសូម្បីតែមនុស្សក៏សប្បាយចិត្តដែរដោយសារតែព្រះអាទិត្យរះពួកយើងនាំគ្នាសប្បាយចិត្តអញ្ចឹងខ្ញុំនឹងទៅជិះឡានដើរលេងជាមួយបងខ្ញុំអូយអ្នកនរគ្នាបានចេញពីក្នុងផ្ទះហើយមើលអាកាសធាតុ Oh my god ឡើងសប្បាយចិត្តហ្មងសំខាន់អត់សិនល្ងាទៀតអ្នកនរគ្នា Oh yeah love it absolutely love it ឥឡូវយើងជិះឡានដើរលេងជុំវិញ town បើនិយាយបើបកប្រែជាខ្មែរថាទីក្រុងវាដូចធំពេកព្រោះ town អត់សូវធំហ្មងណាតែយ៉ា town around town ហើយយើងប្រហែលជាទៅផ្សារដើម្បីទិញរបស់តិចតួចព្រោះខ្ញុំចង់ញ៉ាំ chocolate like chocolate តែខ្ញុំអត់ហ៊ាននិយាយអង់គ្លេសខ្លាច Evander ខ្ញុំនិយាយខ្មែរឲ្យទៅពេលនិយាយថាចង់ទៅហាងទិញអីម្ដងណាគឺមកក៏ដែររីកហើយអត់ដែរសប្បាយចិត្តទេព្រោះម្នាក់នឹងអត់ចូលចិត្ត shopping
អាកាសធាតុក៏ល្អសំខាន់លេងចុកពោះហើយអារម្មណ៍និយាយទៅអារម្មណ៍ស្រស់ស្រាយមកឡាអូយខ្ញុំមានអារម្មណ៍ថាខ្ញុំអត់ដែរសប្បាយចិត្តដូចពេលនេះទេអ្នកនរគ្នាព្រឹកមិញរៀងសកុតសកុំរៀងសែតតែពេលងាកឡើងវ៉ាយអើយសប្បាយចិត្តដល់កEvan សប្បាយចិត្តអត់ Sorry? សប្បាយចិត្តអត់ Happy អត់ Yeah. Can we go Morrison? On the way back, yeah. I want to get muffin. Yay! ឥឡូវយើងទៅ Morrison ទៅ shop អូយស្អាតខ្លាំងមែនតើអាកាសធាតុល្អខ្លាំងមែនតើមើលឥឡូវហ្នឹងម៉ោង7យប់អ្នកនរគ្នាក៏តែបើកថ្ងៃដូចម៉ោង5ល្ងាចអញ្ចឹងពួកអីជិតដល់រដូវក្តៅហ៎ព្រោះនៅប្រទេសអង់គ្លេសនៅពេលដែលរដូវក្តៅចូលមកដល់វាក្រយប់យប់យូរអ្នកនរគ្នាយល់អត់ម៉ោង10អីបានល្ងិតបើព្រឹកវិញលឿនម៉ោង5ម៉ោង5កន្លះម៉ោង6អីហ្នឹងថ្ងៃរះហើយតែដល់ពេលរដូវល្ងាយប់លឿនហើយព្រឹកយូរពេលរដូវល្ងាប្រហែលជាម៉ោង4អីហ្នឹងយប់ហើយយប់ល្ងិតហើយម៉ោង4ម៉ោង5អីចាប់ដើមល្ងិតហើយអញ្ចឹងបានអ្នកនៅអង់គ្លេសគេអត់ចូលចិត្តទេរដូវល្ងាគេចូលចិត្តតែរដូវក្តៅហើយណាមួយពេលរដូវល្ងានៅនេះយើងចំណាយលុយច្រើនអញ្ចឹងបានអ្នកជនជាតិស្បែកសឬក៏យើងនិយាយឲ្យស្រួលទៅជនជាតិអាកៀងណាចូលចិត្តតែទៅ holiday គេមាន holiday គេពេល summer ព្រោះអីពេល summer ហ្នឹងគេសន្សំលុយបានច្រើនអូខេយើងមកដល់ Morrison ហើយអ្វីដែលខ្ញុំចង់ទិញគឺ muffin ហើយនឹង មីទិញមីដើម្បីទុកញ៉ាំដល់ពេលដែលថ្ងៃខែយើងផុតOh my gosh, donut. Should I get donut? No, because I'm about to buy muffin. Well, I mean, I still want to get donut though. Okay, អ្នកនរគ្នាខ្ញុំទិញបាន donut ខ្ញុំចង់ទិញទៅពាំងបាជូទៀតក៏ប៉ុន្តែមានអារម្មណ៍ថាដូចទិញច្រើនពេកព្រោះយើងនៅទិញ muffin ទៀតហ៎ Wait គេដូចជាអត់មាន muffin ហ្នឹងmuffin ឯហ្នឹងធ្វើម៉េចយោអានេះទៅពាំងបាជូអ្នកនរគ្នាខ្ញុំដឹងថាខ្ញុំត្រូវទិញមួយណានេះខ្ញុំស្អប់អ្វីដែលមានចម្រើសខ្ញុំចូលចិត្តរើសហើយព្រោះខ្ញុំពិបាកក្នុងការរើសណាសម្រាប់ចិត្តហើយឥឡូវយកទៅពាំងបាជូពណ៌ខៀវតាមពិតមកហ្នឹងគឺចង់មកទិញ muffin ទេក៏ប៉ុន្តែ muffin អត់មានហើយឥឡូវបាន donut ផងបានទៅពាំងបាជូផងឥឡូវទៅរកទិញមីទៀតនេះអត់ខ្វល់មិនលុយខ្ញុំហ៎លុយសង្សារខ្ញុំ Ta-da Oh my gosh ច្រើនខ្លាំងមែនតើនេះអត់ដឹងជ្រើសរើសមួយណាអូខ្ញុំចង់ញ៉ាំ bulldog ព្រោះខានញ៉ាំយូរហើយអត់ចង់ទិញមកកញ្ចប់នេះទេបន្ទាប់ពីកន្លះម៉ោងរួចមកខ្ញុំក៏សម្រេចចិត្តថាខ្ញុំយក bulldog កំប៉ុងនេះពណ៌ខ្មៅឥឡូវយើងយកអីវ៉ាន់របស់យើងទៅ pay Okay let's go home to Wait is it my boyfriend's car Oh, there. Let's go home to have a bath. យើង remove makeup របស់យើងចេញសិនមុនពេលដែលយើងទៅងូតទឹកតាមពិតទៅខ្ញុំមានអារម្មណ៍ថាថ្ងៃនេះខ្ញុំចង់ងូតទឹកក្នុង bathtub ក៏ប៉ុន្តែខ្ញុំខ្ជិលត្រាំខ្លួនយូរនៅក្នុងនោះខ្ញុំចង់ធ្វើប្រឹកហើយអញ្ចឹងទៅអូខេយើងងូតទឹកធម្មតាវិញ remove makeup I got a feeling now ជិតមករួចរាល់ហើយអញ្ចឹងខ្ញុំសូមទៅងូតទឹកសិនណាអ្នកនរគ្នាចាំ10នាទីក្រោយចាំយើងជួបគ្នា Welcome back អ្នកនរគ្នាខ្ញុំងូតទឹកហើយឥឡូវយើងចាប់ផ្ដើមធ្វើ night routine អញ្ចឹងខ្ញុំប្រើជាមួយនឹង moisturizer និយាយទៅពេលយប់ខ្ញុំអត់ដាក់អីច្រើននៅលើមុខទេអ្នកនរគ្នាដោយសារតែមុខខ្ញុំគឺជាមុខដែល sensitive ហើយខ្លាញ់គេថា skin care មាន5 step មាន foaming មុខ serum moisturizer sunscreen អីចឹងណាក៏ប៉ុន្តែខ្ញុំពេលយប់ខ្ញុំប្រើតែ moisturizer ទេពេលថ្ងៃពេលខ្លះខ្ញុំប្រើ moisturizer ហើយខ្ញុំប្រើ sunscreen ក៏ប៉ុន្តែពេលខ្លះខ្ញុំប្រើតែ sunscreen ដើម្បីកុំឲ្យមុខខ្ញុំវាធ្ងន់ពេកព្រោះមុខខ្ញុំមុខ sensitive បើខ្ញុំប្រើតាមគេតាម step របស់គេ step skin care របស់គេមុខខ្ញុំអត់ទៅណាទេណាមួយខ្ញុំប្រើចង់បានផលអ្នកនរគ្នាបន្ទាប់ពីខ្ញុំប្រើ moisturizer ហើយជាទូទៅខ្ញុំប្រើជាមួយនឹងម៉ាស៊ីននេះដើម្បីកាត់បន្ថយមុនពណ៌ laser ហ្នឹងណាគេមានតាមពណ៌អ្នកនរគ្នានេះ
ពណ៌នីមួយៗមានមុខងារខុសៗគ្នាអញ្ចឹងយើងប្រើហើយយើងរោលលើមុខទៅចំនួន10នាទីនៅពេលដែលគ្រប់10នាទីវានឹងបិទអូតូឲ្យយើងអញ្ចឹងអាម៉ាស៊ីននេះល្អខ្ញុំ recommend ឲ្យអ្នកនរគ្នាប្រើដែរជាពិសេសសម្រាប់អ្នកដែលមានមុខមុនដូចខ្ញុំកុំភ្លេចផ្ដល់សំណើមឲ្យមាត់ផងណាមួយវិញទៀតនារីទាំងឡាយកុំភ្លេចងូតទឹកហើយប្រើជាមួយនឹង lotion ផងណា lotion មិនក៏បានដែរប្រភេទណាក៏បានដែរឲ្យតែជា lotion សុទ្ធបើសិនអ្នកទាំងគ្នាងូតទឹកដោះខ្លួនសម្អាតខ្លួនហើយអត់ប្រើលេទេដូចតែអ្នកទាំងគ្នាអត់បានធ្វើអីចឹងព្រោះលេពិតជាផ្ដល់សំណើមឲ្យស្បែកយើងហើយជួយស្បែកយើងច្រើនមែនទែនជាពិសេសលេសុទ្ធណាអញ្ចឹងកុំភ្លេចប្រើទាំងអស់គ្នាខ្ញុំប្រើហើយខ្ញុំអត់បានថតទេដោយសារតែខ្ញុំពាក់កៅអៅត្រូវពាក់កៅអៅគេយកដៃវែងចឹងខ្ញុំអត់បានថតទេអញ្ចឹង vlog យើងអស់តែហ្នឹងណាអ្នកទាំងគ្នា it's bed time now I'm very tired cannot wait to go to bed so thank you guys for watching and see you in the next video good night